Xong ta xa bộ bẹ bò dương cứ sớm máy nó khăng mình tên bà cứ co sang và sát về dương trâu và sát dương thử mình mưa bầm ram tới thì ham sẽ bẹ khá lấy sẽ lâu la trụ bà ấy ní cứ chỉ ca cờ rộp từ đó còn lại anh đại cờ rộp bôi chia bao dương chẳng á chẳng ở bây dương một lấy cứ dương đạp sát cứ dương thử chia viên không ca sẽ bẹ khá lấy sexy chẳng thử thấy ca trụ bà ấy sẽ lâu la cứ công bà đâm ấy dương cờ rộp nơi còn lại anh đại chia bà bộ bẹ đồn ta đã bỏ dương mà mình sau tụi ao chứสุดท้ายบางคนเขาเนี่ยจังทั้งนี้จูบจมูกขยับฟาร์มดองเตี้ยหอยทั้งนี้ยังจำไรอารมณ์ติดบ้างแต่ซาต่อแล้วยมมาได้ใหญ่แบบปอนจมูกนึงประสาทยมใหญ่แต่เรื่องแบบปอนจมูกนึงการทอรูปไว้จังเตยเขาเป็นแต่แฮดได้บันจึกยมจังเลือกยกเรื่องประสาทบอกเข้ามายืงมันใหญ่ดูซาแต่ยมบานตลอดตัวหอยไปเด็กยมบานขึ้นคือหาไปโดยจีสอดในพิวติสจอระบอกยืงคลังเหมือนแตนเจ้าขยมสมเลือกยกประสาทบอกเข้ามายืงมวยดำใบในใหญ่บางหางจากการบอกปอนอัคเนียบานสกอลบ่าเจ้ายมเชื่อท่าประสาทนี่คือบอมโอจิชามันสกอลเลยคือมีจมูกท่าประสาทแรโกประสาทแรโกนี่คือมีเงินตีตังสถัดในจำง่ายประมาณปี10 กิโลเมตรในเพียงขังเก้าปีที่กองซิมเรียบบ่อยืงนั้นยมเชื่อท่ามีบอมโอยืงมวยจำนวนกอดบานสกอลนั่งจิชรานที่อัตโนมัติสกอลประสาทแรโกยืงนี่จังขยมบานเชียนโจทะเลนก่อเฉลี่ยធ្វើជីវិតអូចែកជូនបងប្អូនទាំងអស់គ្នាទស្សនាចឹងទៅអញ្ចឹងយើងបន្តចូលពាក់ព័ន្ធជាមួយនឹងភូមិសាស្ត្រម្ដងទៀតអញ្ចឹងប្រាសាទព្រះគោនេះគឺមានចម្ងាយប្រហែលជា13 គីឡូម៉ែត្រនៃភាគខាងកើតពីទីក្រុងសៀមរាបហើយស្ថិតនៅក្នុងបរិវេណនៃរាជធានីហរិហឡ័យនាសម័យបុរាណប៉ុន្តែសប្តាហ៍ថ្ងៃស្ថិតនៅក្នុងភូមិអើឡោកឃុំបាកងស្រុកបាកងខេត្តសៀមរាបនៃតំបន់រលួសប្រាសាទព្រះគោជាប្រាសាទមួយស្ថិតនៅក្នុងចន្លោះប្រាសាទបាកងនិងប្រាសាទលលៃនៅខាងលិចផ្លូវទៅកាន់ប្រាសាទបាកងអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រាសាទព្រះគោនេះគឺស្ថិតនៅក្នុងទឹកដីសៀមរាបយើងទេហើយនៅក្នុងភូមិអើឡោកឃុំបាកងស្រុកបាកងខេត្តសៀមរាបពាក់ព័ន្ធជាមួយនឹងប្រវត្តិប្រាសាទបងប្អូនប្រាសាទព្រះគោត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោដោយយោងទៅតាមរូបសំណាកព្រះគោចំនួន3ចំពីមុខប្រាណទាំង3នៃប្រាសាទនេះប៉ុន្តែតាមពិតទៅប្រាសាទនេះមានឈ្មោះថាស្រីបរមេស្វរៈជាភាសាសំស្ក្រឹតណាប្រាសាទព្រះគោត្រូវបានកសាងឡើងនៅទសវត្សរ៍ទី9ដោយព្រះបាទឥន្ទ្រវរ្ម័នទី1ក្នុងឆ្នាំ877ទៅដល់ឆ្នាំ889ដើម្បីឧទ្ទិសដល់ព្រះឥសូរនៅក្នុងព្រហ្មញ្ញសាសនាអញ្ចឹងពីមុនគឺយើងកាន់ទៅលើព្រហ្មញ្ញសាសនាអញ្ចឹងហើយប្រាសាទទាំងមូលនេះគឺគេធ្វើឡើងសឹងតែប្រាសាទទាំងអស់បងប្អូនមិនមែនតែប្រាសាទនេះមួយណាសឹងតែប្រាសាទទាំងអស់គឺគេធ្វើឡើងដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនានាពេលសម័យនោះនេះក៏ជាប្រាសាទដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះមេដាបេដារបស់ព្រះអង្គនិងបុព្វការីជនព្រះបាទជ័យវរ្ម័នទី2ផងដែរហើយអ្វីដែលសំខាន់គឺទ្រង់តាំងសង់ប្រាសាទនេះដើម្បីឧទ្ទិសទៅដល់ព្រះអគ្គមហេសីរបស់ទ្រង់ផងដែរបាទរបស់ព្រះអង្គផងដែរណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការជួសជុលស្ថានភាពបច្ចុប្បន្ននៅពេលដែលខ្ញុំទៅដល់គឺឃើញមានការបែកបាក់ខ្លាំងមែនទែនគឺទ្រុឌទ្រោមខ្លាំងមែនទែនបងប្អូនទ្រុឌទ្រោមណាស់អញ្ចឹងយើងដឹងហើយថាប្រទេសកម្ពុជាយើងពីមួយចំនួនទៅមួយចំនួនតែងតែជួបនៅសង្គ្រាមអញ្ចឹងក្នុងការធ្វើសង្គ្រាមគឺខ្ញុំអត់ដឹងថាហេតុអីបានជាបាទគាត់ប្រយុទ្ធគ្នាហើយធ្វើការបាញ់បោះចូលមកដល់ទឹកដីប្រាសាទហ្នឹងណាអានឹងយើងពិបាកដែរព្រោះគ្រាប់បងប្អូនយើងគ្រាប់ហោះវាអត់មានភ្នែកទេអញ្ចឹងវាអាស្រ័យទៅលើអ្នកតម្រង់ហើយតែតម្រង់មកគឺមកអីចឹងជួនកាលទៅមកគ្រាប់មកចំទៅវាចឹងធ្វើប្រាប្រាសាទខ្លាំងបានដួលរលំត្រល់ដីចឹងទៅប្រាសាទព្រះគោនេះត្រូវបានជួសជុលដោយគម្រោងពីរផ្សេងគ្នាបងប្អូនដែលគម្រោងទី1ហ្នឹងពីប្រទេសហង្ការីចាប់ពីឆ្នាំ1994ទៅដល់ឆ្នាំ1996និងដំណាក់កាលទី2ដោយគម្រោងរបស់ប្រទេសអាល្លឺម៉ង់ចាប់ផ្ដើមពីឆ្នាំ1991ទៅដល់ឆ្នាំ2003ហើយលុះមកដល់បច្ចុប្បន្ននេះគឺបន្តអភិរក្សដោយគម្រោងរបស់អាល្លឺម៉ង់បាទសហការជាមួយនឹងអាជ្ញាធរជាតិអប្សរារបស់យើងហើយនៅថ្ងៃទី20 ខែតុលាឆ្នាំ2021អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមដំណើរការជួសជុលកម្រាលផ្លូវចូលនិងរចនាសម្ព័ន្ធខ្លងទ្វារទី3នៃប្រាសាទព្រះគោនេះតែម្ដងបាទអញ្ចឹងពាក់ព័ន្ធជាមួយប្រាសាទបច្ចុប្បន្ននេះគឺនៅក្នុងគម្រោងថែទាំរបស់អាល្លឺម៉ង់បាទរបស់អាល្លឺម៉ង់ដែលសហការជាមួយនឹងអាជ្ញាធរជាតិអប្សរារបស់យើងអញ្ចឹងពាក់ព័ន្ធជាមួយនឹងគម្រោងរបស់ហង្ការីគឺបានផុតទៅហើយបាទផុត
ផុតត្រឹមឆ្នាំ1996អញ្ចឹងនៅក្នុងដំណាក់កាលទី2នេះក៏បោះអាល្លឺម៉ង់ហើយក្នុងពេលបច្ចុប្បន្ននេះក៏បោះអាល្លឺម៉ង់ដែលសហការជាមួយនឹងអាជ្ញាធររបស់យើងតែម្ដងអញ្ចឹងខ្ញុំសូមអរគុណច្រើនទៅដល់បងអាជ្ញាធរអប្សរាក៏ដូចជាបងដែលគាត់ជាឆ្មាំជាអ្នកដែលថែរក្សាប្រាសាទឲ្យឈរបានគង់វង្សយូរអង្វែងមកដល់សប្តាហ៍ថ្ងៃនេះគ្រប់ប្រាសាទទាំងអស់បងប្អូនបើសិនជាគ្មានការថែរក្សាគ្មានការរងហើយជួសជុលក៏ដូចជាអភិរក្សប្រាសាទបាទទាំងអស់នៅក្នុងប្រទេសកម្ពុជារបស់យើងប្រាសាទព្រះគោនេះគឺបែរមុខទៅទិសខាងកើតប្រាសាទនេះមានទំហំ500ម៉ែត្រគុណនឹង400ម៉ែត្រដែលមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញជាពីរដាច់ដោយឡែកពីគ្នានិងមានកំពែងមួយធ្វើអំពីឥដ្ឋព័ទ្ធជុំវិញខឿនប្រាសាទដែលអាចមើលឃើញនៅស្នាក់ស្នាមខ្លះៗអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងទៅដល់ក្នុងការមើលទៅលើស្លាកស្នាមខ្លះៗដើម្បីយើងអាចយល់អំពីរូបរាងក៏ដូចជាហេតុផលគឺយើងអាចសិក្សាទៅលើសាលាចារឹកក៏ដូចជាស្លាកស្នាមខ្លះៗដែលនៅសេសសល់ពីសម័យដើមមានន័យថាទោះបីជាប្រាសាទទាំងមូលមានការបាក់បែកខ្លាំងតែនៅតែមានកន្លែងខ្លះយើងអាចមើលទៅគឺឃើញថាមានស្លាកស្នាមដែលអាចបង្ហាញពីតម្រុយនៃគេហៅថាបំណងពេលសម័យនោះអញ្ចឹងណាខ្ញុំសូមនិយាយត្រង់កន្លែងសាលាចារឹកបន្តិចព្រោះដោយសារអីខ្ញុំកន្លែងសាលាចារឹកនេះគឺខ្ញុំឃើញនៅប្រាសាទព្រះគោនេះគឺស្អាតបាននៅស្អាតមែនតើដូចក្នុងវីដេអូដែលខ្ញុំដាក់ឲ្យបងប្អូនទស្សនាអញ្ចឹងគឺស្អាតមែនតើតែម្ដងតាមសាលាចារឹកលេខ K ដក713បាទឬមួយក៏យើងអាចហៅបានថា K ដក713ប្រាសាទព្រះគោមានឈ្មោះដើមថាបរមេស្វរៈជាភាសាសំស្ក្រឹតបាទអញ្ចឹងដែលមានន័យថាព្រះសិទ្ធដល់ប្រសើរជាឈ្មោះព្រះសិវៈនិងព្រះបរមនាមព្រះបាទជ័យវរ្ម័នទី2នៅក្នុងឆ្នាំ802ទៅដល់ឆ្នាំ850ប្រាសាទនេះបានស្ថាបនាឡើងក្នុងឆ្នាំ879នៃគ្រិស្តសករាជបាទនៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី1អរគុណច្រើនបងប្អូនអ្នកគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងព័ត៌មានខ្លះនៃប្រាសាទព្រះគោខ្ញុំសូមបញ្ចប់ត្រឹមនេះហើយខ្ញុំសង្ឃឹមថាបងប្អូនរបស់យើងទាំងអស់គ្នាដែលបានទៅលេងទឹកដីខេត្តសៀមរាបកុំភ្លេចចូលទៅលេងនៅប្រាសាទព្រះគោរបស់យើងផងដែរដើម្បីឲ្យប្រាសាទយើងមានភាពអ៊ូអរមានភ្ញៀវទេសចរបានច្រើនចូលទៅលេងច្រើនអញ្ចឹងនៅពេលដែលបងប្អូនបានទៅលេងគឺបងប្អូនហាក់បីដូចជាបានជួយទៅដល់បងប្អូនប្រជាពលរដ្ឋយើងនៅជុំវិញប្រាសាទក៏ដូចជាបងប្អូនយើងដែលគាត់ប្រកបរបរអាជីវកម្មក៏ដូចជាប្រកបរបរលក់ដូរនៅទីនោះឲ្យបានមានជីវភាពសមរម្យផងដែរអញ្ចឹងខ្ញុំសង្ឃឹមថានៅពេលដែលបងប្អូនបានទៅលេងហើយបងប្អូននឹងធ្វើការចែករំលែកតគ្នាដើម្បីឲ្យសូមនិយាយឲ្យទូលំទូលាយគឺដើម្បីឲ្យភ្ញៀវបរទេសរបស់យើងខាងក្រៅស្រុកទាំងអស់គ្នាគាត់បានឃើញនៅអ្វីដែលយើងបានចែករំលែកហើយគាត់នឹងមកស្គាល់មកដឹងមកយល់ជាអ្វីដែលអាចជួយទៅដល់សេដ្ឋកិច្ចជាតិរបស់យើងឲ្យល្អប្រសើរក៏ដូចជាការផ្សព្វផ្សាយប្រាសាទរបស់យើងឲ្យកាន់តែមានភាពល្បីរន្ទឺទៅដល់ប្រទេសផ្សេងទៀតឲ្យគេមកលេងអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាដែលបានតាមដានទស្សនានេះតាំងពីដើមដល់ចប់ខ្ញុំបាទ Fal សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ